ខួរក្បាលយើងមិនមែនជាធុងសម្រាប់ដាក់សម្រាមនោះឡើយជាការពិតណាស់ពិភពលោកយើងនឹងនេះបានបង្កើតគ្រប់អ្វីទាំងអស់ឲ្យរស់រានមានជីវិតមិនថារុក្ខជាតិសត្វរួមទាំងមនុស្សផងដែរដែលមានរូបរាងកាយល្អគ្រប់លក្ខណៈស្អាតសង្ហាតែទោះបីជាយ៉ាងនេះក៏ដោយក៏មនុស្សម្នាក់នៅតែមានចិត្តចង់បាននេះចង់បាននោះកើតទុកសប្បាយរីករាយខ្វល់ខ្វាយនៅគ្រប់រឿងទាំងឡាយណាដែលពុំទាន់កើតឡើងលើខ្លួនឡើយនិយាយរួមទៅគឺគិតពីអនាគតដោយមនុស្សយើងម្នាក់មានមួយចំណេះដឹងគឺមានតាំងពីកំណើតមករួចទៅហើយសម្រាប់បំពេញវ័យគឺចេះប្រកបរបរអាជីវកម្មជាដាំដំណាំនិងប្រកបរបរចិញ្ចឹមជីវិតទៅតាមលទ្ធភាពនិងសមត្ថភាពរបស់គេរៀងខ្លួនដែលគេចង់បាន2ចរិតទោះបីសភាពរៀបសារស្លូតបូតមិនរអើមឆ្មាំងឆ្មៃចេះរាក់ទាក់រាប់អានមនុស្សជុំវិញខ្លួនយ៉ាងណាក៏ដោយក៏ក្នុងនោះនៅមានតែមនុស្សមួយចំនួនធំដែលមានចរិតផ្ទុយពីនេះគឺឆ្មាំងឆ្មៃក្រអើកតោមអួតអាងហើយចាំតែបន្ទាបបន្ថោកស្ដីបន្ទោសមូលបង្កាច់និយាយអាក្រក់ពីមនុស្សផ្សេងទៀតដោយសារតែមានចិត្តគ្នានេះគេឯងតែសូមយើងចងចាំថាអំពើល្អដែលយើងសន្សំមកពីមុនគឺមិនសាបសូន្យទៅណាឡើយគឺចាំជួយយើងវិញជានិច្ចហេតុដូចនេះហើយសូមឲ្យយើងគ្រប់គ្នាត្រូវចេះសន្សំនៅអ្វីដែលល្អដែលមិនប៉ះពាល់អ្នកដទៃបើកចិត្តនិងគំនិតឲ្យទូលំទូលាយយកតែពាក្យល្អយកមកអនុវត្តនិងពាក្យដែលមិនល្អគឺយើងត្រូវយកវាមកគិតតែវិពិចារណាតើត្រូវឬខុសបើយើងស្វែងយល់ថាពាក្យអាក្រក់និងវាត្រូវសូមយើងយកវាមកកែខៃខ្លួនយើងដែលជាចំណុចខ្វះខាតពាក្យដែលមិនល្អមិនមានន័យមិនមានប្រយោជន៍គឺយើងកុំយកមកដាក់ក្នុងខួរក្បាល